ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះតនេគឺនាំបងប្អូនទៅជីកចង្រិតចឹងណាបងប្អូនហើយចំពោះការជីកចង្រិតគឺបងប្អូនខ្ញុំគឺជំនាញជីកមែនតើហ្មងបងប្អូនគាត់ជីកមួយផ្លែតបានមួយតែខ្ញុំបានត្រឹមតែថតទេហើយបានត្រឹមតែជួយញ៉ាំទេណាបងប្អូនគាត់ជីកលឿនណាបងប្អូនជីកកាន់តិចបានហើយបកកែមើលដឹងថាកន្លែងណាកន្លែងរុនចង្រិតចឹងណាបងប្អូនគឺខ្ញុំបានតែត្រឹមតែថតទេឲ្យជួយជីកគឺជីកមិនបានទេបងប្អូននិយាយទៅខែហ្នឹងដូចជាចង្រិតចេញមករៀងធំបងប្អូនធំមែនតើបងប្អូនរួមទៅគាត់ហ៊ានផ្កាយជីកតែបើយើងអត់ចេះជីកគឺជីកអត់បានទេគឺជីកទៅបាត់រុនចឹងណាបងប្អូននិយាយទៅគាត់ជីកបានច្រើនយើងជីកបានហើយយើងយកទៅញាត់ស្ដែកដីចឹងណាបងប្អូនហើយបងប្អូនចំពោះចង្រិតលើកគេថា1000បងប្អូនគេជីកបានណា1000ហើយបើសិនជាកំពងហើយអីហើយហ្នឹងគឺឬថា2000ណាបងប្អូនដូចតែបងប្អូនឃើញចឹងគឺគាត់ជីករហ័សគឺឆាប់បានមែនតើហ្មងនេះគាត់មើលបងប្អូនគាត់ជីកបើខ្ញុំវិញជីកឲ្យតែជីកគឺដឹងតែបាត់រុនតែម្ដងបងប្អូនគឺបងប្អូនខ្ញុំគាត់បកកាយជីកបងប្អូនស្រីខ្ញុំគាត់អត់ចេះជីកទៀតនេះបងប្អូនទីនឹងបានទៀតបងប្អូនគាត់ជីកខ្លះនឹងចំប៉ះកាឌីទេបងប្អូនជីកតាមផ្លែគឺបានណាបងប្អូនមកតបពីយើងជីកបានយើងច្រើនដែរគឺយើងក៏យកមកលាងសម្អាតយើងញាត់សណ្ដែកដីញាត់អីចឹងណាបងប្អូនគឺនេះបងប្អូនខ្ញុំសម្អាតហើយគាត់បានរៀបចំញាត់សណ្ដែកដីហើយគាត់យកទៅកំពងចឹងណាបងប្អូនគឺបងខ្ញុំអ្នកធ្វើទាំងអស់គឺខ្ញុំបានតែថតហើយនឹងញ៉ាំទៅគឺខ្ញុំជីកបានប៉ុណ្ណឹងបងប្អូនគឺច្រើនណាស់តាគឺចែកគ្នាញ៉ាំសម្រាប់3 4ចឹងណាបងប្អូនអូខេបន្ទាប់ពីគាត់កំពងហើយគឺដល់វគ្គខ្ញុំចាត់ចែងភ្លក់តែម្ដងបងប្អូន